Okay hi guys ស្ដីទាំងអស់គ្នាហើយនេះគឺជាវីដេអូដូចខ្ញុំដាក់ title អញ្ចឹងគឺខ្ញុំ decided to quit ខ្ញុំសម្រេចចិត្តថានឹង give up ជាមួយនឹង channel របស់ខ្ញុំដំបូងមួយនេះដោយសារតែមូលហេតុ3គឺមូលហេតុទី1គឺដោយសារតែ content ដែលខ្ញុំធ្វើហ្នឹងគឺជា content បែបនិយាយជាភាសាអង់គ្លេសហើយទាំងអស់គ្នាដឹងហើយយើងនៅស្រុកខ្មែរអញ្ចឹងអ្នកដែលគាត់ភាគច្រើនដែលគាត់ចូលមើលអញ្ចឹងរៀងក្មេងៗដែរហើយគាត់ចង់មើលជាភាសាខ្មែរជាងតាមតែខ្ញុំមើលទៅបើនិយាយជាភាសាអង់គ្លេសដូចជាអត់សូវមានអ្នកមើលទេហើយតាមពិតទៅគោលបំណងរបស់ខ្ញុំដែលធ្វើបង្កើត channel ហ្នឹងមកដែលខ្ញុំធ្វើ content បែបអង់គ្លេសហ្នឹងដោយសារតែខ្ញុំចង់ improve English ខ្លួនឯងដែរសុំចាំតិចនេះអញ្ចឹងទៅបានខ្ញុំសម្រេចចិត្តធ្វើអានឹងឡើងដោយខ្ញុំអត់ខ្វល់ទេដំបូងខ្ញុំថាខ្ញុំអត់ខ្វល់ថាមានអ្នកមើលឬក៏អត់ឬក៏មិនទេខ្ញុំថាគ្រាន់តែខ្ញុំធ្វើវីដេអូនឹងចាស់ធ្វើទៅដើម្បីធ្វើឲ្យការនិយាយភាសាអង់គ្លេសរបស់ខ្ញុំមានការរីកចម្រើនអីចឹងណាហើយបន្ទាប់មកក៏ចូលដល់ចំណុចទី2មូលហេតុទី2គឺខ្ញុំធ្វើវាអត់បានចប់ឡប់ខ្ញុំមាន consistency ខ្ញុំធ្វើឈប់ហើយអ្នកទាំងអស់គ្នាដឹងហើយថាខ្ញុំធ្វើវីដេអូខ្ញុំភាគច្រើនដែលខ្ញុំនិយាយហ្នឹងជិត10វីដេអូហ្នឹងតែងតែមានពាក្យថាអត់បាន script ណាដោយសារតែអត់ចូលចិត្ត script ឲ្យតែនិយាយអត់មាន script តែងតែនិយាយទៅវល់មកហើយពាក្យដែលជន់គ្នាអញ្ចឹងអត់សូវបានល្អទេដោយសារខ្ញុំអត់ពូកែនៅខាងការសរសេរ script ទេហើយណាមួយខ្ញុំក៏អត់ចូលចិត្តសរសេរ script ដែរនិយាយទៅខ្ជិលចង់ថតហ្មងនិយាយហ្មងអញ្ចឹងណាអញ្ចឹងទៅវាអត់អាចល្អបានទេបើសិនជាយើងអត់មានកម្រងអត់មាន plan ដូចយើងធ្វើអីអត់មានបានគិតទុកមុនអញ្ចឹងណាដូចពាក្យចាស់ថាឲ្យគូមុនគិតអញ្ចឹងណាអញ្ចឹងយើងអត់បាន plan អត់បាន script យើងនិយាយមកក៏វាអត់ល្អដែរអញ្ចឹងនឹងចំណុចទី2ដែលខ្ញុំសម្រេចចិត្តលុប channel ហ្នឹងចូលដល់ចំណុចទី3គឺដោយសារតែវាជាចំណុចល្អទេទី3ហ្នឹងគឺជាការចាប់ផ្ដើមថ្មីមួយរបស់ខ្ញុំអញ្ចឹងមិនមែនមានន័យថាខ្ញុំបោះបង់វាខ្ញុំឈប់ធ្វើវាទេអញ្ចឹងខ្ញុំចាត់ទុកថាchannel ទី1ដំបូងមកអស់របស់ខ្ញុំហ្នឹងវាគឺជាចិន្តាវាជាមេរៀនជាបទពិសោធន៍ដើម្បីឲ្យខ្ញុំឈានទៅកាន់ channel មួយទៀតហ្នឹងខ្ញុំចាប់ផ្ដើមមានគំនិតដោយសារតែខ្ញុំដឹងខ្លួនឯងយើងសួរខ្លួនឯងថាបើសិនជាយើងអត់ចូលចិត្ត script យើងអាចនិយាយអីបែបជា raw បែបជាការគិតភ្លាមនិយាយភ្លាមមាន idea ភ្លាមនិយាយភ្លាមចឹងទៅអញ្ចឹងក៏ខ្ញុំមានគំនិតមួយចង់និយាយជា podcast វិញប្រហែលជាខ្ញុំចូលចិត្តនិយាយជា podcast ជាងដោយសារតែខ្ញុំអត់ចូលចិត្ត script ចូលចិត្តអីចឹងណា podcast យើងដឹងហើយវាវីដេអូរយៈពេលវែងហើយយើងនិយាយភាគច្រើនគឺជាការគិតភ្លាមគំនិតដែលចេញពីការគិតរបស់យើងភ្លាមអញ្ចឹងខ្ញុំគិតថាអញ្ចឹងប្រហែលខ្ញុំធ្វើ podcast វិញហើយតបខ្ញុំក៏ខ្ញុំរោចំណងជើងដោយសារតែខ្ញុំចង់រៀនដែរទេអត់ចេញមកនិយាយបែបជា professional អីហ្មងទេគឺខ្ញុំរៀននិយាយដែរទេអញ្ចឹងតែខ្ញុំនឹកឃើញថាអញ្ចឹងដាក់រៀននិយាយហ្មងទៅដាក់រៀននិយាយទៅវាមានអាធូរស្រាលចិត្តជាងដែលយើងដាក់ឈ្មោះឬក៏ដាក់អីចឹងណាពេលយើងដាក់រៀននិយាយចឹងគេមើលមកគេខ្វល់ទេព្រោះអីយើង podcast របស់យើងឈ្មោះរៀននិយាយ channel របស់យើងឈ្មោះរៀននិយាយហ្នឹងហើយយើងមានត្រូវប្រកាន់អីនឹងការនិយាយស្ដីរបស់ខ្ញុំណាអ្នកមើលមកមានអីត្រូវប្រកាន់បើសិនជា podcast ហ្នឹងគ្រាន់តែរៀននិយាយទេអញ្ចឹងមិនមានខុសឆ្គងអីតិចតួចសង្ឃឹមថាគាត់អត់មានប្រកាន់អីទេព្រោះអីទេសារយើងរៀននិយាយអញ្ចឹងខ្ញុំបានបង្កើតchannel នឹងថ្មីទេហើយបើសិនជាអ្នកដែលបានមើលaccount ចាស់ខ្ញុំ channel ចាស់ហ្នឹងទៅ subscribe account ថ្មីខ្ញុំដើម្បីខ្ញុំបន្តទៅធ្វើpodcast រៀននិយាយនឹងថ្មីនឹងហើយខ្ញុំនឹងធ្វើវាឲ្យបានជាប់ឡប់ជាងchannel នេះខ្ញុំអត់ទុកចោលវាយ៉ាងទៀតទេបើមិនខ្ញុំទុកចោលវាទៀតខ្ញុំនឹងឈប់ធ្វើហើយដោយសារតែយើងចេះតែមានexcuses ចេះតែមានលេះថាចេះតែមកពីបញ្ហានេះមកពី distraction ការរំខានផ្សេងឬក៏មកពីយើងពជាពេលអីផ្សេងហ្នឹងយើង fail ហើយអាហ្នឹងយើងដូចជា loser យើងគឺជា loser ម្នាក់អីចឹងមានអីទៅធ្វើទៀតបើសិនជាយើងធ្វើប៉ុណ្ណឹងអត់បានអាហ្នឹងវាទូចមួយហ្នឹងអញ្ចឹងយើងព្យាយាមធ្វើអាហ្នឹងលើកនេះគឺយើងត្រូវបដិញ្ញាធ្វើសម្រាប់ថ្មីរបស់ខ្ញុំព្យាយាមនិយាយឲ្យបានជាតិមិនថាឲ្យបានរាល់ថ្ងៃទេប៉ុន្តែមួយអាទិត្យអាចទៅ1ទៅ2ឬក៏ទៅ3ខ្ញុំព្យាយាមធ្វើអញ្ចឹងឲ្យចប់បើសិនតាផុតពីមួយអាទិត្យហើយអត់មានអីទៀតអាហ្នឹងគឺខ្ញុំបោះបង់ចោលទាំងអស់មែនទេណា give up ទាំងអស់មែនទេណាអញ្ចឹងតែប៉ុណ្្នឹងទេអានេះវីដេអូចុងក្រោយក្នុង channel ទី1របស់ខ្ញុំហើយខ្ញុំទុកវីដេអូនឹងសិនបើសិនជាមានអ្នកគាត់នៅឃើញគាត់អាចទៅ subscribe channel ថ្មីរបស់ខ្ញុំបន្ទាប់ពីនឹងហើយខ្ញុំនឹងទុកវាចោលឬក៏ខ្ញុំដាក់វាជា
private ឬក៏ delete channel នឹងចោលហ្មងតែវាល្អទេវាអត់អាក្រក់អីទេខ្ញុំនៅទុកវីដេអូទាំងអស់ហ្នឹងដើម្បីទុកជាមេរៀនទុកជាបទពិសោធន៍អញ្ចឹងណាអូខេប៉ុណ្្នឹងឯងបាយបាយ see you នៅរៀននិយាយ podcast កុំភ្លេច subscribe